លោកតូចមួយបានដុះឡើងភ្លាមនៅក្នុងទីធ្លារបស់បុរសចំណាស់ក្នុងមួយប៉ព្រិចភ្នែកវាបានទម្លុះធ្នឹមដំបូលហើយហោះឡើងលើមេឃបុរសចំណាស់ក៏បានទទួលស្គាល់វាថាជាវលឋានសួគ៌ដ៏ល្បីល្បាញផងដែរអ្នកនឹងជួបប្រទះសំណាងល្អមិនគួរឲ្យជឿដរាបណាអ្នកឡើងលើដើមទំពាំងបាយជូរដូច្នេះគាត់ក៏ប្រញាប់ឡើងខ្ញុំបានឡើងភ្នំទាំងយប់ទាំងថ្ងៃរយៈពេល3ថ្ងៃ3យប់ទីបំផុតគាត់បានទៅដល់វិជ្ជមាប៉ុន្តែអ្វីដែលអាចមើលឃើញគឺអាប់ដ៏ធំទូលាយគ្មានទីបញ្ចប់ដូចជាបុរសចំណាស់ហៀបនឹងអស់សង្ឃឹមនឹងដួលរលំភ្លាមនោះសត្វមួយបានលេចចេញមកនៅពីលើដើមទំពាំងបាយជូរមាន់ចូលដែលមានរោមចម្រុះពណ៌អ្វីដែលធ្វើឲ្យបុរសចំណាស់ភ្ញាក់ផ្អើលថែមទៀតនោះគឺថាគាត់មិនអាចបិទមាត់របស់គាត់ដោយការភ្ញាក់ផ្អើលបានឡើយមាន់ប្រឡាក់ពណ៌នេះអាចនិយាយភាសាមនុស្សបានមែនពួកគេបាននិយាយថាពួកគេនឹងផ្ដល់ឱកាសឲ្យបុរសចំណាស់នោះរកលុយបានបន្ទាប់មកពួកគេបានបោះម៉ាស៊ីនកិនថ្មពណ៌ប្រភេទដែលមានធូលីដីទៅគាត់គេនិយាយថារោងកិនថ្មនេះអាចផលិតអាហារបានជាបន្តបន្ទាប់បុរសចំណាស់នោះមានអារម្មណ៍រំភើបជាខ្លាំងពេលដូច្នោះនៅពេលនេះមាន់ដែលមានស្នាមប្រឡាក់ស្រាប់តែនិយាយឡើងនាងចង់ត្រឡប់ទៅភូមិវិញជាមួយគាត់ដើម្បីរស់នៅជីវិតសាមញ្ញបុរសចំណាស់បានយល់ព្រមយ៉ាងងាយបន្ទាប់ពីបានឲ្យមាន់ប្រឡាក់ពណ៌នោះវាចូលទៅក្នុងថង់ក្រណាត់ដែលគាត់យកមកឲ្យដូច្នេះយើងបានដើរតាមដើមទំពាំងបាយជូរត្រឡប់មកវិញពេលបុរសចំណាស់មកដល់ផ្ទះភ្លាមបន្ទាប់មកយកសាច់មាន់ដែលមានចំណុចចេញពីថង់បន្ទាប់មកគាត់បានយកម៉ាស៊ីនកិនថ្មចេញហើយប្រគល់វាទៅឲ្យប្រពន្ធរបស់គាត់បុរសចំណាស់បានបង្វិលវាពីរបីដងប្រាកដណាស់រោងម៉ាស៊ីនកិនថ្មនៅតែបន្តបញ្ចេញអាហារឆ្ងាញ់គូស្វាមីភរិយានោះមិនអាចជួយអ្វីបានក្រៅពីញ៉ាំអាហាររបស់ពួកគេបានឡើយក្លិនក្រអូបខ្លាំងបានតាក់ទាញម្ចាស់ផ្ទះលោកភ្លុនគាត់ប្រាកដណាស់ថាប្តីប្រពន្ធចំណាស់នោះកំពុងលាក់កំណប់ទ្រព្យមួយចំនួនព្រោះគាត់បានប្លន់យកទ្រព្យសម្បត្តិមនុស្សគ្រប់គ្នានៅក្នុងភូមិក្រុមគ្រួសាររបស់គូស្វាមីភរិយាវ័យចំណាស់នេះមិនអាចមានអាហារបន្ថែមបានទេដូច្នេះគាត់បានគំរាមកំហែងស្ត្រីចំណាស់នោះចំអិនម្ហូបឆ្ងាញ់ពេញទៅដោយខ្លួនឯងគាត់ថែមទាំងនិយាយយ៉ាងម៉ឺងម៉ាត់ទៀតផងអ្នកត្រូវតែរៀបចំអាហារឆ្ងាញ់សម្រាប់ខ្ញុំបើមិនដូច្នោះទេអ្នកនឹងជួបទុក្ខវេទនាពេញពិភពលោកជាក់ជាមិនខានស្ត្រីចំណាស់បានបង្វិលម៉ាស៊ីនកិនថ្មយ៉ាងលឿនធ្វើម្ហូបឆ្ងាញ់គ្រប់ប្រភេទម្ចាស់ផ្ទះបានឃើញមន្តអាគមរបស់ឧបករណ៍រំកិលថ្មភាពលោភលន់កើតឡើងភ្លាមគាត់បានលួចយកឧបករណ៍រំកិលថ្មខណៈពេលដែលគូស្វាមីភរិយាវ័យចំណាស់មិនបានឃើញរួចរត់គេចខ្លួនគូស្វាមីភរិយាវ័យចំណាស់ដែលបានរកឃើញរោងម៉ាស៊ីនកិនថ្មរបស់ពួកគេបានបាត់ខ្លួនខ្ញុំបានបាក់ទឹកចិត្តភ្លាមនៅពេលនោះខ្ញុំមិនអាចជួយអ្វីបានក្រៅពីយំសោកភ្លាមនោះមាន់ដែលមានស្នាមប្រឡាក់នោះក៏ដើរត្រឡប់មកវិញខ្ញុំបានឮថារើមកថ្មត្រូវបានម្ចាស់ផ្ទះលួចគាត់ខឹងភ្លាមគាត់ប្រញាប់ទៅផ្ទះម្ចាស់ផ្ទះភ្លាមយើងត្រូវតែយករោងម៉ាស៊ីនកិនថ្មមកវិញមិនយូរប៉ុន្មានមាន់ដែលមានស្នាមប្រឡាក់នោះបានមកដល់ផ្ទះម្ចាស់ផ្ទះគាត់បានហៅម្ចាស់ផ្ទះថាជាចោរដែលគ្មានភាពអៀនខ្មាស់ម្ចាស់ផ្ទះដែលមានអារម្មណ៍ថាមានកំហុសក៏ខឹងភ្លាមគាត់បានបញ្ជាឲ្យចាប់មាន់ដែលមានចំណុចនោះហើយចាក់សោរវាពួកអ្នកបម្រើបានប្រញាប់ប្រញោលទៅមុខភ្លាមសត្វខ្ងោកបានលោតឡើងទោះបីជាមាន់ប្រឡាក់មានចរិតឆេវឆាវយ៉ាងណាក៏ដោយប៉ុន្តែនៅទីបំផុតចំនួនមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់មិនអាចទ្រាំទ្របានគាត់ត្រូវបានចាប់ខ្លួនយ៉ាងលឿនបន្ទាប់មកអ្នកបម្រើបានបោះគាត់ចូលទៅក្នុងអណ្ដូងដើម្បីឲ្យគាត់លង់ទឹកដោយមិននឹកស្មានដល់មាន់ដែលមានចំណុចនោះដើម្បីជៀសវាងការលង់ទឹកតាមពិតគាត់បានផឹកទឹកអណ្ដូងទាំងអស់ក្នុងពេលតែមួយបន្ទាប់មកគាត់បានហើរចេញពីអណ្ដូងហើយបន្តជេរប្រមាថម្ចាស់ផ្ទះដោយមិននឹកស្មានដល់អ្នកបម្រើម្នាក់បានដើរវិលជុំវិញពីក្រោយគាត់យ៉ាងស្ងៀមស្ងាត់ភ្លាមនោះស្ដេចមួយអង្គបានការពារគាត់បន្ទាប់មកអ្នកបម្រើបានអូសគាត់ទៅផ្ទះបាយពួកគេបានបោះគាត់ចូលទៅក្នុងចង្ក្រានដែលកំពុងឆេះដោយមានបំណងដុតគាត់ឲ្យស្លាប់អ្នកណាដឹងមាន់ដែលមានចំណុចនោះបានក្អួតចេញទឹកអណ្ដូងទាំងអស់ដែលវាទើបតែផឹកភ្លើងត្រូវបានពន្លត់ភ្លាមម្ចាស់ផ្ទះដែលមិនដឹងខ្លួននៅតែអួតអាងដល់មនុស្សគ្រប់គ្នាវេទមន្តនៃរោងម៉ាស៊ីនកិនថ្មដោយកាន់ម៉ាស៊ីនកិនថ្មពួកគេបានធ្វើម្ហូបក្រអូបគ្រប់ប្រភេទអ្នកបម្រើផ្ទះនិងអ្នកបម្រើមាត់មនុស្សហូរទឹកមាត់ភ្លាមដោយមិនអើពើនឹងសុជីវធម៌ទាំងអស់គាត់បានដាក់វាចូលក្នុងមាត់នៅពេលនេះមាន់ខ្មៅមួយក្បាលបានហើរចូលមកក្នុងផ្ទះភ្លាមអន្តែពីលើក្បាលហ្វូងមនុស្សគាត់បានជេរប្រមាថម្ចាស់ផ្ទះដែលលួចរោងម៉ាស៊ីនកិនថ្មរបស់គាត់មនុស្សគ្រប់គ្នាបានរមាន់ប្រឡាក់និយាយខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់ពួកគេបានរត់ចេញដោយភ័យស្លន់ស្លោជាលទ្ធផលគ្មាននរណាម្នាក់អាចរត់គេចខ្លួនបានទេនៅពេលដែលពួកគេជាប់គាំងនៅមាត់ទ្វារម្ចាស់ផ្ទះដែលមានការភ័យខ្លាចថែមទាំងបានទម្លាក់ឧបករណ៍រំកិលថ្មនោះទៀតផងគាត់លូនចូលក្រោមតោមាន់ដែលមានចំណុចនោះដោយធម្មជាតិមិនព្រមលែងវាដោយញីទេបន្ទាប់ពីបង្រៀនម្ចាស់ផ្ទះមេរៀនមួយរួចសត្វខ្ងោកពណ៌ប្រផេះបានរើសឧបករណ៍រំកិលថ្មហើយចាក់ចេញទៅហោះហើរត្រឡប់ទៅផ្ទះបុរសចំណាស់វិញរោងម៉ាស៊ីនកិនថ្មត្រូវបានប្រគល់ជូនគូស្វា